ជាបឋមចម្បានសូមគោរពទៅដល់ពុកម៉ែបងប្អូនទាំងអស់ជាងថ្ងៃនេះចេញវីដេអូមួយបាទវីដេអូទាក់ទងជាមួយនឹងជាសារដាស់តឿនទៅដល់បងប្អូនសិស្សានុសិស្សអញ្ចឹងសម្រាប់បងប្អូនសិស្សានុសិស្សអូនត្រូវដឹងថាឱកាសនៃការសិក្សារៀនសូត្ររបស់យើងគឺមិនប្រកាសថាគ្រប់គ្នាដែលកើតមកនៅក្នុងលោកយើងនេះសុទ្ធតែមានឱកាសដែលទទួលបានការសិក្សារៀនសូត្រដូចជាយើងទេអញ្ចឹងប្រសិនបើយើងមានឱកាសនៅក្នុងការសិក្សារៀនសូត្រនេះយើងគប្បីនឹងក្តាប់ឱកាសនឹងឲ្យបានបាទក្តាប់ឱកាសនឹងឲ្យបានបើយើងជាសិស្សពេលដែលយើងមកសាលាគឺយើងត្រូវខិតខំស្ដាប់លោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ពេលដែលលោកគ្រូគាត់ដាក់លំហាត់ឲ្យធ្វើឬមួយក៏អ្នកគ្រូបញ្យល់មេរៀនគឺយើងត្រូវស្វះស្វែងយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រនៅពេលដែលលោកគ្រូអ្នកគ្រូគាត់បានដាក់កិច្ចការផ្ទះត្រឡប់ទៅផ្ទះវិញគឺប្អូនត្រូវយកកិច្ចការផ្ទះទាំងអស់ហ្នឹងធ្វើបាទធ្វើមិនមែនលោកគ្រូអ្នកគ្រូគាត់ដាក់កិច្ចការផ្ទះឲ្យយើងបែរជាត្រឡប់មកផ្ទះត្រឡប់មកសាលាវិញយើងនិយាយថានៅផ្ទះរវល់ធ្វើនេះធ្វើនោះបែរជាភ្លេចកិច្ចការផ្ទះនោះទេបាទពីព្រោះកិច្ចការផ្ទះហ្នឹងគឺជាការពង្រឹងសមត្ថភាពមួយដែរដែលធ្វើឲ្យយើងរឹតតែចេះក៏ប៉ុន្តែបច្ចុប្បន្ននេះបើតាមការសង្កេតរបស់ខ្ញុំមិនដឹងថាខុសឬក៏ត្រូវទេបើសិនជាករណីខុសសូមអធិស្ឋានផងបាទបើសិនជាករណីថាត្រូវយកជាគំនិតចុះនៅក្នុងបច្ចុប្បន្ននេះយើងសង្កេតឃើញថាក្មេងៗភាគច្រើនគឺគាត់រងនៅឥទ្ធិពលនៃការប្រើប្រាស់ទូរស័ព្ទបាទនៃការប្រើប្រាស់ទូរស័ព្ទអញ្ចឹងតាក់ទងនឹងបញ្ហាទូរស័ព្ទហ្នឹងខ្ញុំបានធ្វើវីដេអូប្រហែលជាយូរដែរអាចមួយឆ្នាំជាងបាទមួយឆ្នាំជាងមុនតាក់ទងជាមួយនឹងគុណវិបត្តិនៃការប្រើប្រាស់ទូរស័ព្ទតាមពិតទូរស័ព្ទមិនមែនជាឧបករណ៍មួយដែលឡក់ចឹងនិយាយថាអាក្រក់នោះទេក៏ប៉ុន្តែដោយសារតែយើងជាអ្នកប្រើប្រាស់យើងយកវាទៅប្រើប្រាស់នៅក្នុងផ្លូវមួយដែលមិនត្រឹមត្រូវឧទាហរណ៍យកទៅលេងហ្គេមឬមួយក៏យកទៅលេង TikTok Facebook ដែលការលេងទាំងអស់ហ្នឹងគឺមិនបំរើជាប្រយោជន៍ទៅដល់ខ្លួនយើងទេន័យថាជាការបំផ្លាញខ្លួនឯងបាទបំផ្លាញខ្លួនឯងអញ្ចឹងត្រង់ចំណុចនេះបាទលោកគ្រូចង់ប្រាប់បងប្អូនថាឪពុកម្ដាយរបស់ប្អូនទាំងអស់គឺលោកខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីបានលុយកាក់សម្រាប់មកផ្គត់ផ្គង់ការសិក្សារបស់យើងដោយគាត់រំពឹងថាយើងគឺជាអ្នកដែលអាចជួយសង្គ្រោះគ្រួសាររបស់គាត់បាទគ្រួសាររបស់គាត់ឲ្យមានជីវភាពល្អប្រសើរឬក៏មិនអាចជួយដល់គ្រួសារទាំងគ្រួសារនឹងទេតែអាចជួយខ្លួនឯងពេលដែលលោកអស់ជីវិតទៅពីព្រោះយើងអត់ដឹងថាជីវិតរបស់គាត់រស់នៅជាមួយយើងដល់ថ្ងៃណាទេអញ្ចឹងបើសិនជាករណីយើងនៅមានឱកាសមានគាត់ផ្គត់ផ្គង់ឲ្យលុយកាក់សម្រាប់យើងរៀនយើងក៏បីគួរតែបាទគួរតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យសមនឹងតម្លៃដែលគាត់បានលះបង់ដើម្បីយើងកុំឲ្យលោកខិតខំទៅបែរជាកូននៅសាលារៀនអត់ប្រឹងប្រែងយកចិត្តទុកដាក់បាទវាធ្វើឲ្យការខិតខំប្រឹងប្រែងរបស់គាត់នឹងគឺស្មើនឹងសូន្យការរៀនរបស់យើងអស់រយៈពេលយ៉ាងយូរឆ្នាំបាទយ៉ាងយូរឆ្នាំក្នុងមួយឆ្នាំគឺលោកចំណាយបន្តិចទេច្រើនណាស់បាទច្រើនណាស់នឹងគិតតែថ្លៃចាយវានៅក្នុងសាលារៀនចុះនៅថ្លៃចាយវាប្រចាំថ្ងៃទៀតបាទថ្លៃចាយវាប្រចាំថ្ងៃទៀតថ្លៃចាយវាទៅលើសម្ភារៈសិក្សាសម្លៀកបំពាក់ទៅលើចំណីអាហារទៅលើគ្រឿងអលង្ការមានខ្លះអូនខ្លះទៀតគាត់ចំណាយទៅដល់គ្រឿងសម្អាងទៀតបាទអញ្ចឹងអូនត្រូវដឹងថាឪពុកម្ដាយគឺគាត់ចំណាយច្រើនណាស់ដើម្បីយើងចំណាយទាំងថវិកាចំណាយទាំងកម្លាំងកាយកម្លាំងចិត្តចំណាយទាំងទឹកចិត្តចំណាយទាំងទំនុកចិត្តទៅលើយើងបាទគាត់រំពឹងដោយខ្ញុំនិយាយខាងដើមចឹងគាត់រំពឹងថាយើងទាំងអស់គ្នាគឺជាអ្នក
ដែលអាចជួយគ្រួសារបានឬក៏អាចជួយខ្លួនឯងបានពេលតែគាត់ស្លាប់បាត់បង់ជីវិតទៅពេលតែគាត់អត់នៅនៃហ្នឹងបាទអញ្ចឹងសូមឲ្យបងប្អូនដែលអត់ខិតខំប្រឹងប្រែងរៀនសូត្រមេត្តាបាទងាកមកខិតខំប្រឹងប្រែងរៀនសូត្រក្រោយពេលដែលបងប្អូនបានស្ដាប់វីដេអូនេះអូនគិតឡើងវិញបាទគិតឡើងវិញកុំខ្ជិលច្អូសនៅក្នុងការសិក្សារៀនសូត្រពីព្រោះការសិក្សារៀនសូត្រនេះមិនត្រឹមតែជួយដល់ខ្លួនយើងទេការសិក្សារៀនសូត្រនេះវាជួយទៅដល់គ្រួសារយើងជួយទៅដល់សង្គមជាតិយើងប្រសិនបើសង្គមជាតិមួយឬក៏ប្រទេសជាតិមួយដែលយុវជនខ្វះចំណេះដឹងយុវជនពាលាវ៉ាសែយុវជនមិនយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រទេសង្គមជាតិនឹងមិនអាចរីកចម្រើនទៅមុខបានទេបាទសង្គមជាតិនឹងដើរត្រឡប់ថយក្រោយពីព្រោះសង្គមនោះនឹងពោពេញទៅដោយទង្វើអនាធិបតេយ្យគ្មានសិលធម៌មិនចេះបែងចែកអ្វីទៅដែលហៅថាទង្វើល្អអ្វីទៅដែលហៅថាទង្វើអាក្រក់សង្គមនឹងជាសង្គមមួយដែលមិនចេះគោរពច្បាប់បាទអញ្ចឹងទាល់តែយើងជាយុវជនជាសិស្សផ្ដើមចេញពីយើងគ្រប់គ្នាយើងចូលរួមខិតខំកសាងសង្គមជាតិរបស់យើងទាំងអស់គ្នាបាទដើម្បីឲ្យសង្គមជាតិរបស់យើងក្លាយជាប្រទេសមួយដែលរីកចម្រើនបានគ្រប់វិស័យការអប់រំជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនទាំងអស់បាទនៃភាពរីកចម្រើនអស់គ្រប់ផ្នែកអញ្ចឹងបងប្អូនគិតឡើងវិញបាទគូចង់ឲ្យបងប្អូនគិតឡើងវិញសូមឲ្យយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្របាទនៅក្នុងការសិក្សានេះអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបើសិនជាអស់លោកស្រីដែលជាលោកគ្រូអ្នកគ្រូឬក៏អាណាព្យាបាលសិស្សបាទបើគិតថាវីដេអូនេះជាវីដេអូមានប្រយោជន៍សូមជួយចែករំលែកផងបាទចែករំលែកនេះមិនមែនក្នុងគោលបំណងដើម្បីចង់បាន view ពីបងប្អូនទេគាត់ថាចែករំលែកដើម្បីជាប្រយោជន៍ទៅដល់ក្មេងៗឲ្យគាត់បានដឹងបានឮក្រែងលោមានបងប្អូនខ្លះគាត់មានស្មារតីភ្ញាក់ឡើងអញ្ចឹងសម្រាប់ថ្ងៃក្រោយទៀតខ្ញុំនឹងចេញវីដេអូតាក់ទងជាមួយនឹងការគ្រប់គ្រងនិងប្រើប្រាស់ទូរស័ព្ទម្ដងទៀតឲ្យមានប្រយោជន៍ទៅដល់បងប្អូនសិស្សានុសិស្សបាទសូមអរគុណហើយក៏សូមគោរពលានឹងចា៎បាទអរគុណ